សម្រាប់បងប្អូនយុវជនជំនាន់ក្រោយអ្វីដែលខ្ញុំមានជាសារហ្នឹងខ្ញុំគិតថាអាចមានថាសង្ខេប3ចុះអំពើល្អធ្វើអ្វីមួយដែលធ្វើឲ្យអ្នកដែលគាត់ឲ្យតម្លៃយើងអ្នកដែលគាត់ចង់ឲ្យឃើញឲ្យយើងរីកចម្រើនគាត់ស្ម័គ្រចិត្តគុណច្រើនជាចុងក្រោយបងមានអ្វីជាសារទៅដល់យុវជនដើម្បីឲ្យជីវិតរបស់គាត់កាន់តែប្រសើរឡើងអញ្ចឹងសម្រាប់បងប្អូនយុវជនជំនាន់ក្រោយអ្វីដែលខ្ញុំមានជាសារហ្នឹងខ្ញុំគិតថាអាចមានថាសង្ខេប3ចុះបាទទី1ចង់ឲ្យបងប្អូនមានជាទិសដៅមួយធ្វើយ៉ាងណាបង្កើតផលជាវិជ្ជមានបង្កើតលទ្ធផលល្អឲ្យក្រុមគ្រួសារបងប្អូនញាតិមិត្តអ្នកនៅជុំវិញបងប្អូនគាត់សប្បាយចិត្តមានមោទនភាពបាទធ្វើអំពើល្អធ្វើអ្វីមួយដែលធ្វើឲ្យអ្នកដែលគាត់ឲ្យតម្លៃយើងអ្នកដែលគាត់ចង់ឲ្យឃើញឲ្យយើងរីកចម្រើនគាត់សប្បាយចិត្តបាទអាហ្នឹងគឺសំខាន់ណាស់បាទចង់ឲ្យបងប្អូនមានអាហ្នឹងទី2គឺថាធ្វើយ៉ាងណាពេលដែលបងប្អូននៅក្នុងជីវិតមានព្រៀបបីដូចជាការហូបចំណីចូលហូបភេសជ្ជៈចូលយកវារសជាតិវាមានច្រើនបាទហើយយើងមិនអាចញ៉ាំផ្អែមជូរហឹរប្រៃក្តៅឬត្រជាក់កករហូតវាត្រូវតែមានលាយគ្នាចឹងចង់ឲ្យបងប្អូនចងចាំថានៅក្នុងជីវិតគឺវាមានអារសជាតិផ្សេងៗគ្នាចឹងហើយជីវិតយើងមួយគឺយើងយកចូលទាំងអស់បាទយកចូលទាំងអស់វាប្រៀបបីដូចជាអារម្មណ៍យើងមួយថ្ងៃមុនយើងចូលគេង24ម៉ោងយើងមានពេលខ្លះសុបាយពេលខ្លះមិនសុបាយពេលខ្លះកើតទុកពេលខ្លះអូចង់ទៅសើចពេលខ្លះឃ្លានពេលខ្លះអារម្មណ៍មុំម៉ៅពេលខ្លះអត់ចង់និយាយពេលខ្លះរំភើបតែអារម្មណ៍អស់ហ្នឹងវាអត់វែងទេវាមកផ្លេតទេអញ្ចឹងជីវិតវាដូចគ្នាអញ្ចឹងដែរអញ្ចឹងចង់ឲ្យបងប្អូនមានការចងចាំនឹងថាកុំឲ្យថាជួបបញ្ហាជួបអាចូអាចចំជួបអាក្តៅពេកអាត្រជាក់ពេកទៅបោះបង់ទៅលែងចង់ធ្វើណាបាទមានការអត់ធ្មត់វាជាផ្នែកមួយនៃរសជាតិជីវិតនិងដំណើរអ្វីដែលយើងយកចូលក្នុងខ្លួនហើយទី3បងប្អូនដូចបងដូចអីដូចលោកសុធីអញ្ចឹងយើងដែលជាខ្មែរយើងជាកើតមកមានមោទនភាពអ្វីដែលដូនតាបន្សល់មកប្រាសាទអង្គរវត្តវប្បធម៌អរិយធម៌និងជាសាច់ឈាមនេះជាឪពុកម្ដាយបង្កើតមកគឺយើងបានម្ដងទេខ្ញុំតែនិយាយជាតិក្រោយយើងមិនដឹងទៅជាតិសាសអីឬក៏ជាស្អីយើងមិនដឹងទេយើងខ្ញុំក៏មិនដឹងអញ្ចឹងដរាបណាយើងនៅមានជីវិតយើងនៅតែជាជនជាតិខ្មែរឲ្យស្រឡាញ់ខ្មែរបាទឲ្យមានអាស្រឡាញ់ហ្នឹងកុំតែសំដែងតាមវិធីផ្សេងធ្វើដោយទឹកចិត្តធ្វើដោយស្មោះត្រង់ធ្វើចេញពីបេះដូងចេញសកម្មភាពបាទចេញសកម្មភាពទោះបីបងអូនរៀននៅណាក៏ដោយរៀនមួយបោះទេរៀនឆ្នះបោះទេធ្វើការមួយជនជាតិគេឲ្យឆ្នះជនជាតិគេធ្វើឲ្យឃើញលេចធ្លោបាទហើយជួយផ្សព្វផ្សាយអ្វីដែលជាល្អរបស់យើងរបស់ប្រជាជនយើងរបស់អ្វីដែលដូនតាយើងបន្សល់ឲ្យអ្វីដែលគេដូនតាយើងដែលគាត់បានកសាងច្រើនណាស់ហើយសង្គមជាតិក៏បានមានការអភិវឌ្ឍឲ្យច្រើន